មានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដោយម្ដេចនឹងបានចៅម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញតើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបុរសបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាអ្នកអញ្ជើញមកអាយឈប់និយាយគ្នាលេងបន្តិចសិនចៅបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេលមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបុរសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬអ្នកបុរសនោះថាមែនបើមែនអ្នកហ៊ានភ្នូលនឹងខ្ញុំទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នូលនឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសូមតែប្រពន្ធអ្នកបុរសនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅទើបកំឡោះដែលឈរសួរទៅអ្នកបរទេះចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេះប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រាយនេះគេហៅព្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រពង់ដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបុរសជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើញ៉ាឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅប្រទះសុភាទន្សាយសួរថាអ្វីបានជាយំបងបុរសនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នោះបងឯងកុំភ័យរកតែជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកជែកមកឲ្យសុភាទន្សាយស៊ីជែកលួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្ដេចខ្លះក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នោះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរនាក់ការភ្នាល់គ្នាថាដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចោះបើមិនរកឃើញទេឲ្យប្រពន្ធទៅគេវិញកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយបាក់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមទូកត្រាយព្រែកធ្នង់ត្រពង់រួមទាំងអស់នេះទៅទើបហៅថារទេះបើដូច្នោះឯងយកប្រពន្ធគេមិនបាំងទេឲ្យមកគេវិញសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណួរគេគ្មានត្រង់តាមព្រះច្បាប់សោះបុរសនោះប្រាប់ប្រពន្ធមកវិញក៏អរណាស់
เลือกได้สำเปะสุเพียตันสายทาโลกบ้องกัดสกเดนี้ปิ้งเฮาตรองเฮาเอาโลกบ้านสมบัติส่วนนิเปียน